បាទជំរាបសួរថ្ងៃនេះខ្ញុំនឹងមករៀនលោកអ្នកអំពីមូលដ្ឋានគ្រឹះតកតងនឹងអគ្គិសនីយើងមកដឹងត្រួសទៅបានហើយល្មមមកយើងអាចធ្វើការផ្គុំថ្មទៅបានហើយដំបូងគឺអ្វីទៅដែលហៅថាចរន្តបាទចរន្តអគ្គិសនីគឺជាបំលាស់ទីនៃអេឡិចត្រុងឬបន្ទុកអគ្គិសនីឆ្លងកាត់ខ្សែចម្លងក្រោមអំពើនៃដែនអគ្គិសនីយើងនិយាយឲ្យស្រួលស្ដាប់បើយើងគិតជាទឹកវិញទឹកហូរចរន្តហ្នឹងចរន្តទឹកយើងអាចប្រៀបប្រដូចនឹងចរន្តអគ្គិសនីដែរគឺបំលាស់ទីនៃទឹកពី A ទៅ B ចុះតង់ខ្សងអញ្ចឹងទឹកវាអាចហូរទៅបានតលតែមានរហាត់ត្រូវអត់ត្រូវមានរហាត់ទឹកហ្នឹងគឺអ្វីដែលជំរុញចរន្តទឹកហ្នឹងឲ្យហូរពី A ទៅ B យើងហៅថាតង់ខ្សងយើងគិតជាវ៉ុលចំណែកចរន្តទឹកហូរហ្នឹងទំហំទឹកហូរហ្នឹងដែលហូរទៅពី A ទៅ B ហ្នឹងគេគិតជាអំពែសម្ពាធនេះតង់ខ្សងនេះវាអាចរុញទឹកពី A ទៅ B បានលុះត្រាតែវ៉ុលដើមនេះវ៉ុលដើមត្រែនចំណុច A នេះត្រូវធំជាងចំណុច B អញ្ចឹងចរន្តទឹកអាចហូរពី A ទៅ B បានលុះត្រាតែមួយខាងនេះវាត្រូវធំជាងមួយខាងនេះដូចឧទាហរណ៍ថ្មយើងសាកថ្មយើង3វ៉ុលអញ្ចឹងលុះត្រាតែឧបករណ៍សាកយើងនេះវាត្រូវធំជាង3វ៉ុលវាអាច4វ៉ុលឬមួយក៏5វ៉ុលទៅវាអាចសាកចូលទៅវាអាចរុញចរន្តហ្នឹងទៅបញ្ចូលទៅក្នុងថ្មនេះបានថ្មពិលនេះបានអញ្ចឹងសរុបមកយើងគិតវាដូចជាទឹកអញ្ចឹងទៅចរន្តទឹកដែលហូរពី A ទៅ B នេះគេហៅថាចរន្តអំពែគិតជាអំពែចំណែកសម្ពាធដែលរុញទឹកហ្នឹងដូចជារហាត់ទឹកហ្នឹងយើងគិតថាវាដូចជារហាត់ទឹកហ្នឹងយើងហៅថាតង់ខ្សងគិតជាវ៉ុលចំណែកអានុភាពវិញអានុភាពគឺជាខ្នាតគឺជាបរិមាណដែលគ្រឿងម៉ាស៊ីនឬអំពូលភ្លើងប្រើប្រាស់ឬបញ្ចេញថាមពលអគ្គិសនីក្នុងរយៈពេល1វិនាទីយើងគិតជាវ៉ាត់ដែលយើងចំណាំនិយាយថាកង្ហាលយើងដូចកង្ហាលបក់យើងកង្ហាលអគ្គិសនីយើងស៊ីប្រមាណ40វ៉ាត់គេមានຂະຫນាត់ត្រូវវាស់វាយើងអាចនិយាយថាវាស៊ីប្រមាណអំពែក៏បានដែរប៉ុន្តែយើងតល់ទៅប្រាប់គេថាស៊ីប្រមាណអំពែហើយប្រមាណវ៉ុលប្រើភ្លើងប្រមាណវ៉ុលអានឹងបានគេដឹងអញ្ចឹងដើម្បីឲ្យងាយស្រួលគេក៏បង្កើតຂະຫນាត់វ៉ាត់នេះមកនេះអញ្ចឹងយើងមិនបាច់សួរថាអំពែប្រមាណវ៉ុលប្រមាណទេយើងនិយាយថាវ៉ាត់ប៉ុណ្ណេះទៅយើងដឹងណាយើងអាចគណនាដឹងណាថាអំពែប្រមាណវ៉ុលប្រមាណណាអូខេអញ្ចឹងនេះយល់ទៅត្រួសហើយអញ្ចឹងយើងត្រូវដឹងថានេះត្រូវចេះមើលថាថ្មយើងនេះថ្មយើងហ្នឹងឃើញវាមានតសេលើនឹងប្រាប់ថាប្រមាណវ៉ុល 3.7 វ៉ុលណាហើយនេះ3000 មីលីអំពែម៉ោងអំពែម៉ោងហ្នឹងបានន័យថាជាទំហំផ្ទុករបស់ថ្មហ្នឹងវាផ្ទុកថាមពលបាន 3000 អំពែម៉ោង 3000
milli ampere ម៉ោងយើងបំបែកទៅជាម៉ោងបានប្រមាណបាន3ម៉ោង3អំពែម៉ោងបានន័យថាបើសិនជាយើងយកថ្មនេះទៅតជាមួយឧបករណ៍មួយដែលវាស៊ី1អំពែដែលវាស៊ីភ្លើង1អំពែអញ្ចឹងថ្មយើងនេះអាចប្រើថ្មនេះដែលមានចំណុះ3អំពែម៉ោងនេះយើងអាចប្រើបានប្រហែលម៉ោងគឺយើងអាចប្រើបាន3ម៉ោងតែបើឧបករណ៍ហ្នឹងស៊ីភ្លើង3អំពែវិញអញ្ចឹងថ្មនេះយើងអាចប្រើបានប្រហែលម៉ោងគឺបានមកតែ1ម៉ោងទេ1ម៉ោងគឺយើងយកចំណុះនេះចែកចំនួនអំពែហ្នឹងចំណុះ3អំពែហ្នឹងចែកចំនួនអំពែដែលវាស៊ី3អំពែស្មើ1ម៉ោងអញ្ចឹងយើងត្រូវដឹងរូបមន្តខ្លះៗដែរដើម្បីយើងកណនារោគអំពែរោគវល់រោគអីរូបមន្តវាស្រួលទេអានុភាពគិតជាវ៉ាត់អានុភាពគេសេសកាត់ថាពេគិតជាវ៉ាត់ស្មើអាយនេះគឺចរន្តគុណនឹង v នេះវ៉ុលអញ្ចឹងឧទាហរណ៍ថាកង្ហាលយើងឧបមាថាកង្ហាលដុតភ្លើងយើងវាស៊ី 0.18 វ៉ុល18អំពែហើយយើងដោតវាប្រើប្រាស់ចរន្តឆ្លាស់ភ្លើងរ៉តយើងហ្នឹង220 វ៉ុលអញ្ចឹងដើម្បីរកអានុភាពរបស់កង្ហាលហ្នឹងយើងហ្នឹងយើងយក 0.18 នេះមកគុណនឹង220 វ៉ុលស្មើ 39.6 វ៉ាត់អញ្ចឹងយើងដឹងថាកង្ហាលនឹងស៊ី 39.6 វ៉ាត់អញ្ចឹងរូបមន្តវាយើងបើសិនជាយើងដឹងចរន្តហើយនឹងវ៉ុលយើងអាចរកវ៉ាត់បានអញ្ចឹងបើយើងដឹងអានុភាពនឹងវ៉ុលយើងរកចរន្តវាយើងយកមកចែកវិញមកស្មើ P ចែកឲ្យ V អញ្ចឹងឧទាហរណ៍កង្ហាលនៅប្រើប្រាស់ក្នុងផ្ទះយើង40វ៉ាត់ហើយយើងប្រើប្រាស់ភ្លើងប្រមាណ220 វ៉ុលយើងយកមកចែកមកឃើញប្រមាណឃើញ 0.18 អំពែចុះបើយើងចង់រកវ៉ុលយើងយកពេចែកអាយវិញមកអានុភាពចែកអចរន្តមកយើងឃើញវ៉ុលវាបាទយើងគុំថ្មយើងដឹងតែរូបមន្តតែប៉ុណ្្នឹងទៅបានហើយនេះរូបមន្តវាពេស្មើអាយគុណនឹង v ចរន្តគុណវ៉ុលហើយបើយើងចង់រកអាយចរន្តយើងយកពេចែក v មកហើយបើយើងចង់រកវ៉ុលយកពេចែកអាយមកចរន្តរបស់យើងគឺចែកជា2គឺ AC គេហៅថាចរន្តឆ្លាស់ភ្លើងរ៉តយើងហ្នឹងហើយនឹង DC ចរន្តជាប់យ៉ាងឧបករណ៍អេឡិចត្រូនិកខ្លះវាប្រើចរន្តឆ្លាស់ឧបករណ៍ខ្លះវាប្រើចរន្តជាប់ឧបករណ៍ខ្លះធ្វើឲ្យយើងដោតភ្លើងពីភ្លើងរ៉តមែនប៉ុន្តែវាបំលែងពី AC ទៅ DC សិនបានវាយកទៅប្រើប្រាស់បជាប្រើប្រាស់នៅលើបតបាទឧបករណ៍ខ្លះប្រើចរន្តឆ្លាស់សុទ្ធដូចជាកង្ហាលយើងដោតកង្ហាលក៏មាន2ដែរកង្ហាលខ្លះប្រើ AC កង្ហាលខ្លះប្រើ DC កង្ហាលដែលប្រើ AC ដូចជាកង្ហាលក្នុងផ្ទះយើងដែលដោតភ្លើងរ៉តហ្នឹង
គឺភ្លើងប្រើភ្លើង 220V ចូលទៅបញ្ជា motor volt ហ្នឹង motor volt ប្រភេទ AC ចំណែកកង្ហារខ្លះដែលប្រើថ្មកង្ហារប្រើថ្មគឺវាប្រើភ្លើង DC ចរន្តជាប់អញ្ចឹងជួនកាលយើងឃើញគេឲ្យខ្សែយើងដោតសាកដែរអញ្ចឹងយើងគិតថានឹងប្រើចរន្តឆ្លាស់ក៏ពិតមែនទេខ្សែដែលគេឲ្យដោតសាកហ្នឹងគឺក្នុងកង្ហារហ្នឹងវាមានដុំភ្លើងមួយសម្រាប់បំលែងដុំភ្លើង AC បំលែង 220V ហ្នឹងចេញទៅឧទាហរណ៍កង្ហារខ្លះវា 12V ឬ 8V អញ្ចឹង DC បន្ទាប់មកវាយកទៅសាកថ្មនៅក្នុងកង្ហារហ្នឹងហើយជួនកាលវាក៏យកទៅប្រើប្រាស់ដើម្បីបញ្ជា motor DC ដែរ motor DC ដើម្បីកង្ហារវិលស្លាប់កង្ហារវិលបាទមានតែប៉ុណ្្នឹងឯងយើងចាប់ខ្លីៗប៉ុណ្្នឹងទៅបានហើយយើងព្រោះយើងគ្រាន់តែរៀបថ្មយើងមិនធ្វើអីធំដុំបាច់ចេះច្រើនពេកក៏បានដែរចេះល្មមមកយើងប្រើការទៅបានហើយបាទយើងមានតែប៉ុណ្្នឹងទេយើងជួបគ្នានៅមេរៀនក្រោយទៀតខ្ញុំនឹងបញ្យល់ពីប្រភេទថ្មនេះមានអីខ្លះហើយយើងត្រូវវាស់ដោយប្រើអូម៉ែត្រយ៉ាងម៉េចយើងត្រូវមានអូម៉ែត្រមួយមេរៀនក្រោយខ្ញុំបរៀនរបៀបប្រើអូម៉ែត្រខ្លីៗវាស់វល់វាទៅតែប៉ុណ្្នឹងឯងហើយនឹងវាស់ខ្សែដែលយើងតហ្នឹងដាច់ឲ្យជាប់ខ្លីៗងាយៗបាទមានតែប៉ុណ្្នឹងទេអរគុណសូមជម្រាបលា